រាណលោកថាគំរូល្អភាសាជាងទ្រឹស្ដីល្អកុំឲ្យតម្លៃលើទ្រឹស្ដីអញ្ចឹងបានពីដើមគេមានពាក្យមួយគេថាពាក្យតែចលេចលឺមកថាពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយកខ្លះគេយល់ថាពុតគ្រូកុំត្រាប់ពុតគ្រូគឺអំពើពុតត្បិតរបស់គ្រូដែលធ្វើអាក្រក់ហ្នឹងកុំត្រាប់ប៉ុន្តែច្បាប់គ្រូដែលលោកទូនមានឲ្យរំលឹកនៅក្នុងថ្នាក់នោះឲ្យយកប៉ុន្តែអ្នកច្រើនតែបកស្រាយអញ្ចឹងហើយមានខុសមិនដឹងខ្លួនទៀតប៉ុន្តែបើយើងគិតឲ្យមែនតែនពាក្យហ្នឹងពាក្យត្រូវរបស់គេតាសុភាសិតហ្នឹងអាចនាំគំនិតរបស់យើងឲ្យនឹកឃើញរហូតដល់ទៅបុរាណកាលcòn làពាក្យហ្នឹងសម័យដើមប្រទេសខ្មែរយើងការសិក្សាហ្នឹងមិនមាននៅក្រៅវត្តទេគឺមាននៅក្នុងវត្តគឺសូត្រឆ្វេងទៅគ្រូស្ដាំចៅអធិការមកុដហ្នឹងសតែមានកូនសិស្សលោកគ្រូនេះសិស្សលោកគ្រូនោះទៅតែឆាន់ហើយនៅក្រុមកុដហ្នឹងខែហ្នឹងក្តារឈ្នួនធំហ្នឹងលោកគ្រូលោកសឹងនៅខែហ្នឹងចាំតែមើលសិស្សមុននឹងសឹងហ្នឹងលោកប្រាប់ថាអានេះរៀននេះគឺអានេះរៀនកិច្ចការអានេះរៀនច្បាប់ក្រមប្រាប់ទាំងអស់អានេះទៅសេអសរនេះស្រៈនោះប៉ុន្តែលោកគ្រូខ្លះលោកធ្វើពុទ្ធជាសឹងប៉ុន្តែសឹងលោកបើកពនិតដែរលោកបើកពនិតលោកធ្វើសឹងមើលសពគ្រូទៅអាខ្លះទៅបលែងគ្នាវិញនេះទៅបលែងគ្នាលោកខោឡើងវាយអានោះព្រោះអីអាខ្លះទៀតវាមិនបលែងគ្នាវាដេកតាមគ្រូដែរនេះលោកគ្រូសឹងលោកឲ្យដេកដែរវាដេកក្បែរវាដេកមិនធម្មតាវាដេកលក់របស់នោះប៉ុន្តែលោកគ្រូលោកសឹងធ្វើពុទ្ធដែរកោកឡើងលេងវត្តដែលបែរដេកលក់នោះមកណាឲ្យកោកឡើងរៀនសូត្របានលោកតែឲ្យពុទ្ធគ្រូកុំត្រាប់ណាលោកប្រាប់ថាពុទ្ធគ្រូកុំត្រាប់អញសឹងនេះអញសឹងធ្វើពុទ្ធមើលឯងតាអានឹងកុំត្រាប់ពុទ្ធតាមអញអញ្ចឹងអញសឹងមិនអញសឹងអញធ្វើពុទ្ធនឹងពុទ្ធចាំមើលឯងតាប៉ុន្តែឲ្យកុំត្រាប់អានេះដេកតាមអញឲ្យត្រាប់តាមអញបានលោកប្រាប់ថាពុទ្ធគ្រូកុំត្រាប់ណាច្បាប់គ្រូឲ្យយកគឺពាក្យពេចន៍ដែលអញប្រាប់ថាឯងទៅរៀនសភៅអីអានឬក៏សរសេរអានឹងច្បាប់ដំបូងវេនឲ្យយកទៅប៉ុន្តែពុទ្ធអញដេកអញសឹងនេះកុំត្រាប់អានឹងទៅពាត់ហើយពាក្យហ្នឹងវាត្រង់ភ្លឹងចឹងហ្មងត្រង់ភ្លឹងវាមែនអត់បង្ហាញនៅពីអតីតកាលជាង100ឆ្នាំមកមិនតិចទេចង់ក្បែរ200ឆ្នាំមកសម័យនោះប៉ុន្តែអ្នកបកស្រាយខ្លះទៅថាពុទ្ធគ្រូកុំត្រាប់នោះគ្រូធ្វើអីធ្វើទៅដល់អញ្ចឹងទៅវាកំហុសចាក់លើគ្រូវិញគាត់ថាគ្រូឆ្លាតណាស់ទៅសេប្រាប់គេថាពុទ្ធគ្រូក៏ឲ្យត្រាប់ឯងចិត្តតែខូចទៅធ្វើអីធ្វើទៅបដ ாய் គ្រូឲ្យខូចឲ្យខាតអញ្ចឹងទៅគ្រូក៏ឲ្យតែដឹងខ្លួនដោយសារយើងមិនយល់ពាក្យបុរាណពីដើមនោះច្បាស់លាស់ដល់យើងយល់ទៅពាក្យនោះវាពាក្យមែនសោះពាក្យមែនដែលមានពីបរមរាមមកដូច្នេះព្រះពុទ្ធជាម្ចាស់នឹងជាគ្រូមួយដែលល្អទាំងគំរូល្អទាំងទ្រឹស្ដីការបដិវត្តន៍នឹងឯងការបដិបត្តិ